បាទឥឡូវយើងវិលត្រឡប់មកវិញជាមួយនឹងកម្មវិធីព័ត៌មានហើយជាបន្តខ្ញុំសូមបកគលទូនីតិនេះជូនដល់កញ្ញាព្រោះអីលើថាមានព័ត៌មានប្លែកណាអញ្ចឹងសូមកញ្ញាជម្រាបជូនសិនទៅហើយចាំខ្ញុំប្រាប់តាមក្រោយណាកញ្ញាចាព័ត៌មាននោះគឺគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តធុនធំនិងកាណូតបណ្ដាលឲ្យរថយន្តកពិតខ្ទេចមុខព័ត៌មានមួយដែលមិនច្បាស់ការគឺនៅទីក្រុងភ្នំពេញមានរថយន្តធុនធំមួយគ្រឿងត្រូវបានខ្ទេចនៅខាងមុខព្រោះអីបានបុកគ្នាជាមួយនឹងកាណូតមួយគ្រឿងចាសាកសីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានភ្លៀងមួយមេយ៉ាងធំហើយនឹងមានទឹកដក់និងទឹកលិចនៅទីក្រុងភ្នំពេញមួយចំនួនធំផងដែរបន្ទាប់មកគឺឃើញមានរថយន្តយីឌុបមួយគ្រឿងបើកចូលទីក្រុងភ្នំពេញហើយបើកបរយ៉ាងលឿនពីត្បូងទៅជើងហើយនឹងមានកាណូតមួយគ្រឿងបើកបរពីជើងមកត្បូងមនុស្សដល់កន្លែងកើតហេតុក៏បានបុកគ្នាឡើងពេញទំហឹងឮស្ងោរដូចរន្ទះនៅពេលដែលឮសំឡេងខ្លាំងបែបនេះអ្នកជិតខាងនៅក្បែរនោះក៏បានមានខ្លះទាញពងនិងខ្លះទាញកូនទូកទូចជិះមកមើលនៅកន្លែងកើតហេតុផងដែរមកដល់ចំណុចកើតហេតុគេឃើញមានកាណូតមួយគ្រឿងហើយនឹងមិនស្គាល់ម៉ាក់ហើយនឹងក៏មិនមានផ្លាកលេខផងដែរហើយមានរថយន្តយីឌុបមួយគ្រឿងក៏មិនមានផ្លាកលេខផងដែរក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមុខយ៉ាងដំណំហេតុការណ៍នោះគឺមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអីទេគឺមានបុរសម្នាក់ធ្លាក់ពីលើកាណូតឆ្លក់ទឹកហើយបានប្រជាពលរដ្ឋក្បែរនោះបានជួយស្រង់ឡើងវិញហើយដាក់លើកាណូតហើយក៏បានដឹងខ្លួនមកវិញផងដែរអ្នកបើកបររថយន្តក៏បាននិយាយប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថាហេតុតែគាត់បើកបររថយន្តចូលក្រុងទាំងភ្លៀងបែបនេះព្រោះគាត់ឃើញទីក្រុងទឹកលិចខ្លាំងគាត់ខ្លាចពេលតែយប់ទម្រាំតែដល់ម៉ោងដែលគេអនុញ្ញាតឲ្យរថយន្តធំចូលក្រុងនោះគាត់ខ្លាចមេឃភ្លៀងហើយទឹកឡើងលិចក្រុងមិនអាចឆ្លងទៅផ្ទះគាត់បានទើបគាត់បើករថយន្តចូលក្រុងទាំងមេឃភ្លៀងខ្លាំងបែបនេះទៅអ្នកបើកបរកាណូតបានឲ្យដឹងថាគាត់បើកបរកាណូតចូលដល់ទីក្រុងនេះព្រោះតែគាត់មិនដឹងថាកន្លែងចតនៅទន្លេម្ដុំណាព្រោះទឹកលិចអស់រហូតទៅដល់ទីក្រុងហើយកាណូតចេះតែបើកបានគាត់ចេះតែបើករកកន្លែងចតទៅពេលដែលបើករកកន្លែងចតស្រាប់តែប៉ះពាលជាមួយនឹងរថយន្តបែបនេះម្ចាស់កាណូតបានសំណូមពរដល់បងសមត្ថកិច្ចសូមដាក់កម្លាំងឈរជើងនៅតាមមាត់ទន្លេព្រោះអីពេលដែលកាណូតចូលដល់ទន្លេគាត់មិនដឹងថាតើពេលនេះចូលដល់ទីក្រុងហើយនៅទេព្រោះទឹកលិចច្រើននៅពេលភ្លៀងខ្លាំងគឺទឹកលិចខ្លាំងបណ្ដាលឲ្យគាត់មិនដឹងថាទន្លេកន្លែងណាទីក្រុងនោះទេបន្ទាប់ពីចរចាគ្នារួចមកម្ចាស់កាណូតក៏បានព្រមសងការខូចខាតដល់ម្ចាស់រថយន្តផងដែរបន្ទាប់មកគេក៏បានឃើញកាណូតរយ៉ាយចូលទន្លេវិញហើយរីឯរថយន្តក៏បានត្រូវកាណូតមួយគ្រឿងទៀតមកដឹកយកទៅកន្លែងជួសជុលបាត់ទៅបាទនេះគឺព័ត៌មានដ៏ប្លែកមួយព្រោះអីទីក្រុងរបស់យើងកំពុងតែជួបបញ្ហានៅពេលភ្លៀងខ្លាំងអញ្ចឹងសូមសំណូមពរដល់អ្នកម្ចាស់កាណូតទាំងអស់បើសិនជាបើកកាណូតហើយសូមមើលព្រំដែនទន្លេនិងព្រំដែនក្រុងឲ្យបានច្បាស់លាស់ជាពិសេសបងសមត្ថកិច្ចសូមជួយធ្វើចរាចរណ៍នៅតំបន់មាត់ទន្លេផងបាទអញ្ចឹងមុននឹងចូលដល់វគ្គបន្តយើងសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយយើងនឹងមានព័ត៌មានបន្តទៀតបាទអរគុណ